ជាប្រភេទថ្មកំមួនបានយើងសម្រាប់យកទៅកែច្នៃដូចជាធ្វើកម្មធ្វើបតង់សៃកឬក៏ឆ្លាក់ជារូបប្រពុតព្រះអីបាទហើយប្រភេទសាច់ស្អាតដែរបាទសាច់ស្អាតមែនតែនមកយើងមើលឡាយស្អាតណាស់បាទណាទឹកសាច់កាឡាស្អាតហ្មងបាទទំនេះយ៉ាងម៉េចទំនេះក៏ពិសេសដែរនេះគ្រាន់តែពោក៏រាងក្រហមដែរសបោកក្រៅទេបាទសាច់ក្នុងទៅជារាងសស្អាតវិញបាទសស្អាតហើយទឹកមាសនេះប្រភេទសាច់ខ្មៅបាទនេះសាច់ប្រភេទសាច់ស្អាតកប់សេរីហ្មងបាទមើលកាឡាដឹងកាឡាដុំនេះដុំនេះទឹកស្អាតណាស់នេះឆ្វង់បាទទឹកឆ្វង់ហ្មងនេះក្រហមហើយថ្លាស្រាយល្អទៀតណាទូចតែស្អាតហ្មងសាច់នេះប្រភេទសាច់រាងសរបស់គោស្អាតហ្មងបាទសាច់ជែកហ្មងវាប្រភេទសាច់ហាប់ល្អចូលលក្ខណៈប្រភេទសាច់គេហៅសាច់ចំហួយបាទសាច់នេះក៏ទឹកអែមដែរបាទណាយើងមើលទឹកសិតតែពិសេសបាទនេះទឹកអែមណាស់នេះបាទនេះវាយបំបែកចំណែកបំណែកអូនេះមានធំហ្នឹងពួយថ្មយើងត្រូវវាយឲ្យស្អាតបាទព្រោះអីដោយសារអីយើងទុកទាំងសបកទៅមើលទៅអត់ដឹងស្អាតទេហើយណាមួយបងគាត់យកទៅច្នៃទៅអាចបែកសាច់ខូចច្រើនអញ្ចឹងយើងវាយមើលសាច់រួចសាច់អញ្ចឹងគាត់រើសទៅយកទៅស្អាតមកបាទដុំនេះពិសេសមែនតែននេះមានខ្សែគេហៅដុសគ្រីស្តាល់មកជួញខ្សែជាប់ល្អមិនមែនប្រេះណាមិនមែនស្នាមប្រេះណាគឺខ្សែហ្មងបាទយើងធ្វើឡតអីមើលទៅអេហ្មងបាទដុំនេះពិសេសមែនតែនបាទនេះខសរាយអូនេះទូចនេះតិចតែស្អាតសាច់បាទសិតប្រភេទសាច់ស្អាតណានេះមកកណូនោះប្រភេទសាច់ថ្មនោះដែរប៉ុន្តែយើងរើសអាសាច់ធម្មតាហ្នឹងវាមិនស្អាតដូចពិសេសដូចនេះអាសាច់ពិសេសយកមកចម្រាញ់បានទូចបាទ